ទទួលបានសិទ្ធិរស់នៅជាអចិន្ត្រៃយ៍ទាំងគ្រួសារឬក៏ Green Card ទាំងគ្រួសារតាមរយៈក្រុមហ៊ុនធានាទៅរស់នៅសហរដ្ឋអាមេរិកឬក៏កម្មវិធី EB3 Visa ក្រុមហ៊ុនទី1គឺក្រុមហ៊ុនដ៏ធំឈ្មោះថា Amazon ជាក្រុមហ៊ុនលក់ទំនិញអនឡាញធំនៅឯសហរដ្ឋអាមេរិកឬបងភាគច្រើនបានស្គាល់ហើយការងារនៅទីនេះដែរគឺជាផ្នែកដឹកជញ្ជូនអីវ៉ាន់ដឹកជញ្ជូនកញ្ចប់អីវ៉ាន់ van driver នៅទីនេះគឺគេផ្ដល់ប្រាក់ម៉ោងឲ្យយើងរហូតដល់$20កន្លះក្នុង1ម៉ោងការងារនេះដែរគឺតម្រូវឲ្យបងមានបានបើកបរហើយនឹងចេះភាសាអង់គ្លេសទើបដាក់ពាក្យបានតែមិនតម្រូវឲ្យបងមានបទពិសោធន៍ការងារឬក៏រៀនបានខ្ពង់ខ្ពស់ទេដោយបងបានឃើញនៅក្នុងវីដេអូហ្នឹងអញ្ចឹងគឺយើងដឹកជញ្ជូនអីវ៉ាន់ទៅតាមគោលដៅដែលដាក់ឲ្យដោយក្រុមហ៊ុនដែលគេនឹងផ្ដល់ឡានឲ្យយើងដែរដែលជាឡានអគ្គិសនីរបស់ក្រុមហ៊ុន Amazon ផ្ទាល់តែម្ដងសម្រាប់ក្រុមហ៊ុនទី2គឺជាក្រុមហ៊ុនល្អជាងគេគឺនៅក្រុមហ៊ុន Stockton Trailer ដែលមុខតំណែងរបស់យើងគឺជាអ្នកដំឡើងអ្នក assembler Stockton Trailer គឺជាក្រុមហ៊ុនមួយផលិតកតុយកុងតឺន័រដោយបងឃើញនៅក្នុងវីដេអូហ្នឹងអញ្ចឹងហើយនៅទីនេះគឺគេផ្ដល់ប្រាក់ម៉ោងគួរសមដែរ$18ក្នុង1ម៉ោងជាពិសេសគឺគេផ្ដល់ឱកាសឲ្យយើងនៅក្នុងការថែមម៉ោងរហូតដល់20ម៉ោងក្នុងមួយសប្តាហ៍ឯណោះហើយរៀងរាល់ការថែមម៉ោងប្រាក់ម៉ោងរបស់យើងគឺនឹងគុណទៅនឹង150%នៃប្រាក់ម៉ោង$18ធម្មតាសម្រាប់បងដែលចង់បានប្រាក់ខែខ្ពស់ឬក៏ចង់បានធ្វើការបានប្រាក់ចំណូលខ្ពស់ Stockton Trailer គឺជាជម្រើសល្អមួយនៅទីនេះគឺយើងធ្វើការមួយសប្តាហ៍តែ4ថ្ងៃប៉ុណ្ណោះដែលមួយថ្ងៃយើងធ្វើការ10ម៉ោងហើយយើងអាចមានឱកាសជប់សម្រាករៀងរាល់ថ្ងៃសុក្រសៅរ៍អាទិត្យដែលអាចជប់សម្រាករហូតដល់តែ3ថ្ងៃក្នុងមួយសប្តាហ៍ក្រុមហ៊ុន Stockton នេះគឺជាក្រុមហ៊ុនពិសេសជាងគេដោយសារពួកគាត់មានបទពិសោធន៍ជាមួយនឹងកម្មវិធី EB3 Visa រួចរាល់ហើយគាត់មានអ្នកជាប់ទៅជាច្រើនអ្នករួចរាល់ហើយក៏មានអ្នកដាក់ពាក្យពីខ្មែរយើងច្រើនណាស់ដែរក្រុមហ៊ុន Stockton Trailer នេះគឺមានទីតាំងនៅឯទីក្រុង Stockton ឬក៏ Madison រដ្ឋ Wisconsin ដែលជារដ្ឋមួយជាប់ព្រំដែនប្រទេសកាណាដាចំណែកឯក្រុមហ៊ុនទី3នេះក៏ជាក្រុមហ៊ុនពិសេសដែរបងទាំងអស់គ្នាគឺក្រុមហ៊ុន LGS Staffing គឺជាក្រុមហ៊ុនធនធានមនុស្សមួយដ៏ធំដែលគាត់មានដៃគូនឹងរោងចក្រនៅជាច្រើនរដ្ឋក្រុមហ៊ុននេះគឺជ្រើសរើសមុខតំណែងប្រភេទ Helper Production Worker ឬក៏ការងារ Workshop នៅឯក្នុងរោងចក្រនិងក្នុង Warehouse នៅទីនេះគឺគេផ្ដល់ប្រាក់ខែប្រចាំឆ្នាំចំនួន34,000ក្នុងមួយឆ្នាំទីតាំងដែលយើងកំពុងរើសគឺមានទីតាំងពិសេសចំនួន2ដែលទីតាំងទី1ពិសេសជាងគេគឺនៅឯទីក្រុង Rayto រដ្ឋ California បងភាគច្រើនបានដឹងហើយរដ្ឋ California គឺជារដ្ឋមួយដែលអភិវឌ្ឍជាងគេនៅឯសហរដ្ឋអាមេរិកហើយក៏ជារដ្ឋមួយដែលសម្បូរអាស៊ីរស់នៅច្រើនរាប់ទាំងបងខ្មែរយើងដែរសម្រាប់បងដែលចង់បានអាកាសធាតុល្អទីតាំងរដ្ឋដែលជារដ្ឋ diversify ឬក៏រដ្ឋដែលមានជនជាតិចម្រុះរស់នៅ California គឺជារដ្ឋពិសេសជាងគេចំណែកឯទីតាំងទី2គឺនៅ Allentown រដ្ឋ Pennsylvania រដ្ឋ Pennsylvania ក៏មានបងខ្មែរយើងរស់នៅច្រើនដែរជាពិសេសនៅទីក្រុង Philadelphia គឺជាទីក្រុងមួយដែលសម្បូរបងខ្មែរយើងរស់នៅច្រើនដែរពីទីក្រុង Philadelphia មក Allentown នេះចន្លោះតែ1ម៉ោងប៉ុណ្ណោះសម្រាប់បងដែលចង់ដាក់ទៅរដ្ឋ Pennsylvania ការងារនេះក៏ជាការងារល្អដែរអ្វីដែលពិសេសសម្រាប់ក្រុមហ៊ុន LGS Staffing នេះផងដែរគឺគាត់មានបទពិសោធន៍ធានាបេក្ខជនទៅរស់នៅអាមេរិកតាមរយៈកម្មវិធី EB3 Visa ហ្នឹងជាប់ជាច្រើនរយនាក់មកហើយក៏កំពុងធ្វើការនៅឯសហរដ្ឋអាមេរិកនៅជាច្រើនរដ្ឋដែរសម្រាប់បងទាំងអស់គ្នាដែលជ្រើសរើសកម្មវិធី EB3 Visa នៅក្នុងការទៅរស់នៅសហរដ្ឋអាមេរិកការជ្រើសរើសក្រុមហ៊ុនធានាដែលជាអ្នកធានាយើងមានបទពិសោធន៍ជាមួយកម្មវិធីហ្នឹងដែលបានឆ្លងកាត់ការត្រួតពិនិត្យដោយរដ្ឋាភិបាលអាមេរិករួចរាល់គឺសំខាន់ណាស់ហើយការជ្រើសរើសក្រុមហ៊ុនធំដែលមានប្រព័ន្ធហិរញ្ញវត្ថុរឹងមាំនៅក្នុងការបង្ហាញថាគាត់មានសមត្ថភាពធានាបងទាំងអស់គ្នាក៏មានសារៈសំខាន់ណាស់ដែរសម្រាប់បងដែលកំពុងស្វែងយល់ឬក៏កំពុងចង់ដាក់កម្មវិធី EB3 Visa ហើយបងធ្វើការខ្វះលទ្ធភាពនៅក្នុងការដាក់ពាក្យនៅក្រុមហ៊ុន Visa Hub យើងគឺយើងមានជម្រើសបង់ប្រាក់2ដែលទី1បង់ជាដុំឬក៏បង់ជាដំណាក់កាលដូចទៅនឹងក្រុមហ៊ុនដទៃហើយឬក៏មួយទៀតបងអាចធ្វើការចាប់ផ្ដើមបង់ជាមួយយើងត្រឹមតែ$500ក្នុងមួយខែអាចធ្វើការចាប់ផ្ដើមដាក់កម្មវិធីនេះបានដោយមិនចាំបាច់រងចាំដល់សន្សំលុយគ្រប់សម្រាប់ព័ត៌មានបន្ថែមពីការទៅរស់នៅអាមេរិកជាអចិន្ត្រៃយ៍ឬក៏ពីក្រុមហ៊ុនទាំង3ខាងលើសូមបងតាក់ទងមកកាន់ Visa Hub